đây mà bộ từng có cái này là ngày này nhom trong việc dầu một thiên bọt muối dầu màu chạy lên một bóng bộ nữa nè tông cho mùi là một phết là mùi một phết cho mùi thà tôi cho ta pris bà các vật nhóm của miền này là năng bà thì khơi chạy đánhในสรุปขมายยังเป็นนิยมปลาเหมือนเต้นมากๆตัวอยู่ตามปรีสนั่นหรือก็หาปลูกเขาบ้าในสรุปขมายยังนะแต่ยมเคยคนวิบัตินั่นคือวิมินเจ้าจริงคนสมบัติคนวิบัตินั่นจะแสดงคือเปียปอนโดยบางปอนดังให้บ่าเหมือนใบทอมๆเนาะตีมุ้ยคือคุยไฮบริดนั่นบ่าទី2គឺ ABS ฝรั่ง ABS ទី3នោះទៅតងបូមទឹកបាទហើយអ្នកដែលប្រើឡាន Toyota Pro ហ្នឹងប្រហែលជាពួកគាត់យល់ច្បាស់ហើយដឹងច្បាស់ទៀតបាទទៅតងនឹងបញ្ហាទៅតងឡានហ្នឹងខ្ញុំឃើញបញ្ហាធំនេះវានៅតែជាបញ្ហាចោតធ្វើឲ្យទាំងខ្ញុំទាំងគេហ្នឹងផ្សេងគេពេលដែលធ្វើដំណើរផ្លូវឆ្ងាយទៅស្រុកទៅអីហ្នឹងមានអារម្មណ៍ភ័យព្រួយហ្នឹងបាទភ័យព្រួយខ្លាំងមែនទែនតកតងជាមួយនឹងប្រភេទឡានហ្នឹងឧស្សាហ៍ឡាននេះគឺយើងគិតទៅវាច្រើនឆ្នាំ10ជាងឆ្នាំខ្លះចូលជិត20ឆ្នាំតែយើងយកមកប្រើអញ្ចឹងអាយុកាលវាដល់អាយុកាលរបស់វាចឹងកំហូចហ្នឹងវាខូចតគ្នាចឹងបាទផ្សេងគេអាគុយបើសិនជាយើងយកខូចថាខូចមួយផ្លាកឬពីរផ្លាកយើងចង់ដូរតែប៉ុណ្ណឹងជិះបានតែ2ខែ3ខែឆ្លងទៀតបាទឆ្លងទៅផ្សេងទៀតណាបាទបញ្ហាហ្នឹងធ្វើឲ្យអ្នកដែលគាត់ជិះឡានToyota Prius ឬ Pro ហ្នឹងគឺគាត់សាំចិត្តជាមួយបញ្ហាហ្នឹងបាទជិះលោតត្រីកោណពណ៌ក្រហមពេញតាប្លូបាទហើយឃើញផុសក្នុងក្រុមច្រើនណាបាទក្រុម Toyota Pro សួរបងអ្នកខ្លះហ្នឹងឃើញគេជិះច្រើនហ្នឹងក៏គាត់ចង់ទិញជិះគេដែរទៅតទៅពេលជួបបញ្ហាគាត់ភ័យគាត់អីចឹងទៅបាទតែសម្រាប់តែបងប្អូនគាត់ជិះបាទឡាននឹងយូរឆ្នាំទៅគាត់ស៊ាំបាទគាត់ស៊ាំជាមួយនឹងបញ្ហាហ្នឹងបាទហើយបើយើងនិយាយពីគុណសម្បត្តិការប្រើប្រាស់វាសមចៃតែបើយើងប្រៀបធៀបនៅពេលដែលវាខូចយើងយកវាទៅធ្វើគឺវាអស់ច្រើនជាងសមចៃដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងបាទនេះជាបញ្ហាឡានព្រុសចឹងបងប្អូនចង់ជិះឡានប្រភេទហ្នឹងត្រូវតែដាក់ចិត្តដាក់កាយជាមួយនឹងរឿង3ដែលខ្ញុំបញ្ជាក់ខាងលើបាទគុណវិបត្តិរបស់វាហ្នឹងមាន3ហ្នឹងបាទនឹងជារឿងដែលធ្វើឲ្យអ្នកដែលប្រើប្រាស់ឡានហ្នឹងគឺគាត់ពិបាកចិត្តហើយតតងអាគុយបើយើងដូរមួយផ្លាកពីរផ្លាកវាអស់ធូរថ្លៃទេបាទតែបើសិនជាដូរមកដុំវាហ្មងអស់ច្រើនដែរបាទវាយដូរអីទុំ500ជាង500ហ្នឹងបាទតាមភេទឆ្នាំរបស់វាហើយបើ ABS ជារឿងមួយដែលបញ្ហាធំដែរសម្រាប់អ្នកជិះឡានប្រភេទហ្នឹងគឺពាក់ព័ន្ធជាមួយនឹងពេលដែលវាលោតកូដលោតអីឬលោតសញ្ញា ABS ហ្នឹងអ្នកបើកបរទាំងខ្ញុំទាំងគេភ័យបារម្ភព្រោះហ្នឹងវាជាកន្លែងសុវត្ថិភាពបើមានបញ្ហាហ្នឹងបើកលឿនក៏មិនកើតបើកយឺតក៏មិនកើតនិយាយទៅបើកមិនកើតហ្មងយើងពិបាកចិត្តជាមួយនឹងបញ្ហាហ្នឹងបងហ្នឹងបាទនៅខូចទៅដូរថ្មី500ឡើងបាទ500ឡើងអញ្ចឹងបើយើងប្រៀបធៀបទៅការសំចៃហើយពេលដែលវាខូច
វាដូចជាមិនជាខូចម្ដងមិនជាតិចទេអស់ច្រើនដែរបាទអស់ច្រើនជាងយើងជិះសំចៃហ្នឹងចឹងនេះជាសារជូនដំណឹងទៅបងប្អូនដែលជិះឡានប្រុសបាទមុននឹងទិញឡានប្រភេទហ្នឹងមកប្រើប្រាស់សូមពិចារណាសូមគិតឲ្យវែងឆ្ងាយបន្តិចកុំឲ្យទិញមកហើយគួយបាក់ចិត្តពេលចង់ទៅឆ្ងាយគួយបាក់ចិត្តជាប់មកជិះមានបញ្ហាតាមផ្លូវនឹងណាដឹងអីទេបាទជាបំណងល្អពីខ្ញុំណាខ្ញុំអ្នកប្រើប្រាស់ដែរបាទអរគុណច្រើនបងប្អូន